ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបង្ហាញវីដេអូកាមេរ៉ាដោយបញ្ជាក់ថាអ្នកបើកបររថយន្តពេលកើតហេតុគឺជាស្ត្រីមិនមែនជាកូនអភិបាលស្រុកកងមាសនោះទេលោកឧត្តមសេនីយ៍ឯកជួនណារិនបានបញ្ជាក់ថាពេលចេញពីកន្លែងផឹកស៊ីមួយនៅខណ្ឌសែនសុខគឺកូនអភិបាលស្រុកត្រូវគេគ្រាដាក់ឡានហើយស្ត្រីទៅជាមួយគ្នាជាអ្នកចូលបោកឡានរួចបានបង្កគ្រោះថ្នាក់បុកក្មេងប្រុសបណ្ដាលឲ្យរបួសធ្ងន់នៅខណ្ឌឫស្សីកែវកាលពីលុបថ្ងៃទី18ខែមីនា ឆ្នាំ2026បច្ចុប្បន្នអ្នកពាក់ព័ន្ធទាំងពីរនាក់ត្រូវបានបញ្ជូនទៅតុលាការដើម្បីសួរនាំនិងអនុវត្តតាមនីតិវិធីច្បាប់បន្តចំណែកឯលោកហ៊ុនគីមឈៀតពាក់ក្តៅពីជាស្វាមីអ្នកជំទាវហដាណាចេនសាដាក់ចំក្រោយមហាជនផ្ទុះការវែកញែករឿងអ្នកបើកបរជីនេរីស្នើសុំធ្វើរឿងមួយនេះឆៃកាមេរ៉ានរណាចេញពីខាងបោកអ្នកនងហៃនេះដូចករណីស្រីស្នេហ៍រំដោះបងដូចនៅបាវិតចឹងលះបងឲ្យបងក៏សូមខាងសមត្ថកិច្ចយើងជួយស្រាវជ្រាវឲ្យកាន់តែលឿនកាន់តែល្អទុកយូរកាមេរ៉ាខូចឥឡូវហើយមួយទៀតសូមលុបបំបត្តិពាក្យបុកឲ្យលុយជាមួយគ្នានេះអ្នកលក់លេខចាយុរ៉ាបាននិយាយថាខ្ញុំឃើញគេខមមិនថាយប់ដែរបុកនឹងខោសេងដល់ថតសម្ដែងធឿស្រវឹងដេកមកខាងនឹងខោពណ៌សេងខោពីរពណ៌លោកផែនវណ្ណៈក៏ឆ្ងល់ដែរថាចម្ងល់មហាជនពាក់ព័ន្ធខោខូពណ៌គ្នានិងបាត់ផ្លាកដៃក្រឡេកមកមើលក្មេងប្រុសរងគ្រោះវិញត្រូវមកជួបគ្រោះអកុសលដោយសារមន្ត្រីស្រវឹងបណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរដល់ថ្នាក់ធ្លាក្រាស់បែកផ្លោកនោមនិងប៉ះពាល់ក្បាលខ្លាំងបំផុតទោះបីជាវាកាត់រួចរាល់បាន2ថ្ងៃក៏ដោយតែពេលនេះប្អូននៅតែមិនទាន់ដឹងខ្លួនឡើយធ្វើឲ្យគ្រួសារនិងមហាជននាំគ្នាបន់ស្រន់ឲ្យប្អូនឆាប់ដឹងខ្លួននិងឆ្លងផុតគ្រោះថ្នាក់មួយនេះដើម្បីបានវាលត្រឡប់មករកក្រុមគ្រួសារនិងបន្តអនាគតទៅមុខទៀតយ៉ាងណាមិញយើងទាំងអស់គ្នានឹងរងចាំការកាត់ក្តីរកយុត្តិធម៌ដល់គ្រួសារជនរងគ្រោះព័ត៌មានទី2ឈិតសុវណ្ណបញ្ញាកាន់សិល5មិនផឹកស្រាអតីតតារាហងមាសនិងថោនឈិតសុវណ្ណបញ្ញាបានធ្វើឲ្យតារារួមអាជីពនិង fan របស់នាងមានការចាប់អារម្មណ៍ថែមមួយកម្រិតទៀតក្រោយវិលរកអាជីពចាស់វិញបាន1ឆ្នាំតាមរយៈការច្រៀង cover បទចម្រៀងល្បីៗរបស់ចិននិងអង់គ្លេសអ្នកស្ដាប់បទសុវណ្ណបញ្ញាថានាងមិនត្រឹមតែអាចច្រៀងបទជាភាសាខ្មែរបានជាច្រើនទម្រង់នោះទេប៉ុន្តែបទភាសាបរទេសក៏ធ្វើបានល្អទៀតដែលចម្រិតនេះហើយធ្វើឲ្យ fan នៅតែចង់ឃើញនាងប្រឡូកក្នុងវិស័យសិល្បៈពេញទំហំដូចមុនវិញការលេចមុខច្រៀង cover បទចិននិងអង់គ្លេសនេះដែរក្រោយពេលបញ្ញាបានធ្វើឲ្យមានការភ្ញាក់អោលម្ដងរួចទៅហើយកាលចុងខែមករាព្រោះស្ងាត់នាងចេញច្រៀងភ្លៀងការជាមួយលោកខំសុនាងនៅក្នុងពិធីអាពាហ៍ពិពាហ៍មួយលោក Kens ជាអ្នកគ្រប់គ្រងការងារសិល្បៈរបស់ឈិតសុវណ្ណបញ្ញាប្រាប់នគរធំការទូរស័ព្ទកាលពីពេលថ្មីៗនេះថាតាមពិតសុវណ្ណបញ្ញាអត់ចេះភាសាចិនទេប៉ុន្តែនាងអាចច្រៀងប្រើប្រាស់សំឡេងទៅតាមក្បួនខ្នាតបានត្រឹមត្រូវដល់ទៅ 70-80% ឯណោះព្រោះលោកចេះភាសាចិនអាចដឹងពីបច្ចេកទេសច្រៀងរបស់នាងបានអ្នកស្និទ្ធសុវណ្ណបញ្ញារូបនោះបន្ថែមថាបទចិនដែលសុវណ្ណបញ្ញាច្រៀង cover ជាបទដែលល្បីល្បាញកាលពី30ឆ្នាំមុនដែលអ្នកស្រឡាញ់បទចិនគេស្គាល់ហើយលោកបានសម្រិតសម្រាំងចំនួន5បទសម្រាប់បញ្ញាច្រៀងតែទើបចេញបាន3បទសិនចំណែកបទជាភាសាអង់គ្លេសសុវណ្ណបញ្ញាអាចច្រៀងបានដោយគ្មានឧបសគ្គទេព្រោះនាងអាចនិយាយភាសាអង់គ្លេសបានល្អហើយលោកបានត្រៀមបទជាភាសាអង់គ្លេស3បទសម្រាប់ឲ្យនាងច្រៀង cover ផងដែរយ៉ាងណាលោក Kins ថាទោះជាឈិតសុវណ្ណបញ្ញាងាកមកត្រៀមជាងបទ cover ជាភាសាចិននិងអង់គ្លេសជាបន្តបន្ទាប់ប៉ុន្តែលោកក៏មានបទ original songs ចំនួន3បទសម្រាប់នាងផងដែរគ្រាន់តែមិនទាន់ចេញនៅពេលនេះព្រោះរងចាំចេញនៅពេលវេលាសមស្របលោកថាសុវណ្ណបញ្ញាក៏នៅតែរក្សាគោលការណ៍ច្រៀង cover បទល្បីៗរបស់នាងនៅហងមាសពីមុនដែរប៉ុន្តែការចេញបទប្រពៃណីខ្មែរសម្រាប់ឆ្នាំ2025នេះលោកមិនអាចរៀបចំឲ្យបញ្ញាច្រៀងបទថ្មីៗទាន់ទេឈិតសុវណ្ណបញ្ញាបាត់មុខពីឆាកតន្ត្រីជិត8ឆ្នាំដោយងាកទៅចាប់វិថីជីវិតថ្មីជាមួយព្រះធម៌តាមមេការព្រះពុទ្ធសាសនាស្លៀកសញ៉ាំអាហារបួសធ្វើសមាធិឲ្យស្ងប់ចិត្តនិងកាន់សិល5ផងដែរទើបតែនៅខែមិនិនាឆ្នាំ2025បញ្ញាបានវិលមកកាន់ក្បាលមីក្រូសាជាថ្មីដែលចិនច្រៀងតាមឆាកនានារៀបចំដោយអេเจนស៊ីតាម pub និង club ជាដើមឆ្លើយតបសំណួរថាតើឈិតសុវណ្ណបញ្ញាវិលវិញមួយឆ្នាំនេះនាងមានការងារសិល្បៈនិង fan គាំទ្រដោយអំឡុងច្រៀងពេញទំហំឬប្រែប្រួលយ៉ាងណាលោក Kins អះអាងថាបញ្ញាបានចិនច្រៀងតាមកម្មវិធីនានាជាហូរហែវិញតាំងពីនាងវិលវិញហើយ fan ក៏មានច្រើនព្រោះពេលច្រៀងតាម pub មានគេទៅគាំទ្រច្រើន
ប៉ុន្តែលោកថាសវណ្ណបញ្ញាមិនផ្សព្វផ្សាយពីស្រាបៀរឬកាន់ដប់ស្រាទេព្រោះនាងកាន់សិល5ដែលនេះជាការតាំងចិត្តរបស់នាងលោកថាមិនត្រឹមតែអត់ផ្សាយពីស្រាបៀរទេតែបញ្ញាក៏អត់ហ្វឹកស្រាដែរ2 ទៅ 3 ឆ្នាំចុងក្រោយនេះព្រោះនាងជាអ្នកកាន់សិល5មហាជនលើកឡើងថាឈិតសវណ្ណបញ្ញានៅឆ្នាំ2000មកឃ្លីបឡាំនេះទោះជានាងលែងលាក់មុខក្តីប៉ុន្តែរឿងស្នេហារបស់នាងនៅតែមិនទាន់បើកចំហដដែលហេតុនេះហើយបានជាតារាវ័យ37ឆ្នាំរូបនេះនៅតែគ្មានទម្រួយរៀបការប្តីនៅថ្ងៃណាឡើយព័ត៌មានទី3តូតាជប់លៀងខួបកំណើតខួបស្នេហាម៉ាកសែនសូនីតាហៅតូតាបានធ្វើពិធីជប់លៀងខួបកំណើតគម្រប់32ឆ្នាំផ្គប់ជាមួយខួបអាពាហ៍ពិពាហ៍គម្រប់6ឆ្នាំនៅថ្ងៃទី15ខែមីនាឆ្នាំ2026ដែលទាំងនាងនិងស្វាមីបង្ហាញអារម្មណ៍រីករាយដូចគ្នាព្រោះត្រូវមិត្តភក្តិលើកនំខេកនិងកាដូឲ្យច្រើនក្រោយមានស្វាមី6ឆ្នាំមកនេះសូនីតាហាក់ដូចជាឃ្លាតឆ្ងាយពីអាជីពសិល្បៈទាំងស្រុងទៅហើយប៉ុន្តែអំឡុងពេលអាជីពសិល្បៈធ្លាក់ចុះនេះនាងមិនមែននៅទំនេរឡើយពលគឺរកស៊ីលុកគ្រឿងអលង្ការនិងមុខរបរមួយចំនួនទៀតដូចជាលុករថយន្តអាហារបំប៉នសុខភាពគ្រឿងសម្អាងនិងបើកកសិដ្ឋានចិញ្ចឹមគោជាដើមខណៈដែលហាងផែសមុទ្ររបស់នាងនៅក្បែរផ្សារដេប៉ូនៅតែដំណើរការទោះជាបានបិទសាខាមួយចំនួនក្តីម៉ាកសែនសូនីតាធ្លាប់ឈរជើងក្នុងសិល្បៈស្ថិតនៅលំដាប់តារាចូលមុខម្នាក់មុនពេលនាងរៀបការកាលពីថ្ងៃទី16ខែមីនាឆ្នាំ2020ជាមួយបរិសុទ្ធពោះម៉ាយលោកប៉ុនវីបូហៅនីតចាំងហ្វាំងផលិតកម្មអង្គរ Picture អ្នកខ្លះរិះគន់សូនីតាថានាងយកប្តីអាយុច្រើនជាងខ្លួនឆ្ងាយនិងពោះម៉ាយទៀតប៉ុន្តែសូនីតាមិនខ្វល់ឡើយហើយចំណងស្នេហា6ឆ្នាំនេះពួកនាងទទួលបានកូនប្រុស2នាក់និងមិនធ្លាប់លើកឮថាមានទំនាស់គ្នាទេទោះជាមុនចាប់ដៃគ្នាសូនីតាមានប្រុសអ្នកមានទ្រព្យជាច្រើនតាមស្នេហាខណៈលោកនីតបានប៉ះស្នេហ៍ជាមួយតារាស្រីមួយចំនួនក្តីតាំងពីចាប់ដៃគ្នាមកពួកគេគឺតែផ្ដោតលើការរកស៊ីប៉ុណ្ណោះស្វាមីសូនីតាលោកវីបូមិនមានផលិតភាពភាពយន្តថ្មីៗទៀតទេចំណែកសូនីតានាងមិនដែលប្រកាសបោះបង់អាជីពសិល្បៈឡើយប៉ុន្តែការសម្រកទម្ងន់មិនទាន់បានដូចដើមជាឧបសគ្គធំមួយចំពោះនាងក្នុងការវាលមុខរកតំណែងសំខាន់ក្នុងភាពយន្តដូចមុនព្រោះបើធ្វើជាតួម្ដាយប្រហែលជានាងមិនទាន់ទទួលយកបាននៅឡើយយ៉ាងណាមិនមែនតែតូតាម្នាក់ទេដែលអាជីពសិល្បៈមានការប្រែប្រួលក្រោយមានស្វាមីនិងកូននេះព្រោះនៅសូនីតាដូចលីដាសួស្វីសានិងអុកសុគន្ធកញ្ញាជាដើមសុទ្ធតែមានទីផ្សារសិល្បៈប្រែប្រួលខុសពីមុនដូចគ្នាក្រោយរៀបការរួចគួរបញ្ជាក់ថាក្រៅពីម៉ាកសែនសូនីតាតារាដែលយកស្វាមីពោះម៉ាយមានដូចជាអ្នកនាងលីម៉ារីណាស៊ីមសូលីកាហេនចាន់នីរ៉តនៅសូនីតាកែវពេជ្រពិសីនិងដាន់ម៉ូនីកាជាដើមដែលពេលនេះពួកគេសុទ្ធតែផ្ដាច់ខ្លួនពីអាជីពសម្ដែងសឹងតែទាំងស្រុងព្រោះរលកក្រោយច្រើនរលកមុនតាមប្រភពថាដោយសារតែសូនីតាមានកូនដំបូង2នាក់សុទ្ធតែប្រុសហេតុនេះក្រោយប្រារព្ធខួបស្នេហា6ឆ្នាំរួចនាងកំពុងរៀបគម្រោយយកកូនទី3ជាកូនស្រីចំណែកតារារួមអាជីពបានសរសើរសូនីតាថាទោះជានាងមានស្វាមីអាយុច្រើនជាងខ្លួនច្រើនឆ្នាំមែនប៉ុន្តែប្តីនាងពូកែរកស៊ីហើយថ្នាក់ថ្នមនាងណាស់ពិសេសគឺតាំងពីនាងពឹងកើតបានកូន2នាក់មក